Bạn chỉ điệp số bong ôn nọp ní chụp ní một căn video thay gì đấy hay video ní xong thừa căn chạy cùng lên từ căn bong ôn nọp ní ông pi ca pra group môn VLOOKUPនៅក្នុងកម្មវិធី Microsoft Excel អញ្ចឹងដូចបងប្អូនឃើញតារាង Excel នេះអញ្ចឹងនៅក្នុង sheet V9 យើងអត់មានទិន្នន័យឬ data ទេអញ្ចឹងតិចទៀតយើងនឹងប្រើប្រាស់រូបមន្ត VLOOKUP ដើម្បីបង្ហាញទិន្នន័យមួយចំនួននៅពេលដែលខ្ញុំជ្រើសរើស staff ID នេះឧទាហរណ៍ថាខ្ញុំជ្រើសរើស code staff ID លេខ1អញ្ចឹងវានឹងបង្ហាញឈ្មោះថាតើបុគ្គលិកដែលមាន ID លេខ1នេះមានឈ្មោះអីភេទអីហើយថ្ងៃខែឆ្នាំកំណើតប្រហែលហើយអាយុប្រហែលហើយតើគាត់មានទីតាំងថ្ងៃខែឆ្នាំកំណើតនៅណាអញ្ចឹងទៅបាទអញ្ចឹងដោយទិន្នន័យទាំងអស់ហ្នឹងយើងទាញចេញពី V10 V8 នេះអញ្ចឹងកុំឲ្យខាតពេលយូរបងប្អូនជាដំបូងដើម្បីមានភាពងាយស្រួលខ្ញុំសូមទៅកំណត់ data validation នៅក្នុងសម្រាប់ staff ID នេះដើម្បីងាយស្រួលជ្រើសរើសអញ្ចឹងដើម្បីកំណត់ data validation បងប្អូនអាចចូលទៅកាន់ data ខាងលើនេះនៅលើ toolbar នេះបន្ទាប់ទៀតបងប្អូនចូលទៅកាន់កន្លែង data tool នេះមកបាទហើយជ្រើសរើសយក data validation បន្តទៀតបងប្អូនជ្រើសរើសកន្លែង allow នេះបងប្អូនជ្រើសរើសយកពាក្យ list មកបាទយកពាក្យ list អញ្ចឹងកន្លែង source នេះបងប្អូនអាចទៅសេចូលក៏បានដែរប៉ុន្តែបើខ្ញុំដោយសារជាវាងយើងទៅសេទៅមានការ error ខ្ញុំនឹងទៅយកទិន្នន័យទៅទាញទិន្នន័យចេញពី sheet លេខ8តែម្ដងអញ្ចឹងខ្ញុំចូលទៅកាន់ sheet លេខ8តទៅខ្ញុំ select លើ ID របស់បុគ្គលិកឬក៏ staff ID នៅក្នុង sheet លេខ8នេះដល់ពេលខ្ញុំចុច OK អញ្ចឹងវានឹងបង្ហាញ list ID ចេះដើម្បីឲ្យយើងជ្រើសរើសងាយស្រួលក្នុងការជ្រើសរើស ID បុគ្គលិកអញ្ចឹងដែលមិនទៅសេទេអញ្ចឹងតិចទៀតខ្ញុំនឹងធ្វើការបង្ហាញបងប្អូនតាមរយៈការប្រើប្រាស់រូបមន្ត VLOOKUP នៅពេលដែលខ្ញុំជ្រើសរើស ID មួយនឹងបង្ហាញឈ្មោះបុគ្គលិកភេទថ្ងៃខែឆ្នាំកំណើតអាយុអីចឹងទៅបាទអញ្ចឹងដើម្បីអនុវត្តដើម្បីបង្ហាញទៅលើទិន្នន័យនៅពេលដែលជ្រើស ID នេះយើងប្រើប្រាស់រូបមន្ត VLOOKUP អញ្ចឹងកុំឲ្យខាតពេលបងប្អូនអាចអនុវត្តរូបមន្ត VLOOKUP ជាមួយខ្ញុំទាំងអស់គ្នាបងប្អូនអាចចុចសញ្ញាស្មើបន្តទៀតសេពាក្យ VLOOKUP បាទនៅបង្ហាញខាងលើនេះបងប្អូនជ្រើសរើសមកបានមួយចុះបន្តទៀតកន្លែងនេះឲ្យ lookup value មានថាឲ្យទៅជ្រើសរើសតម្លៃដែលយើងចង់កំណត់អញ្ចឹងខ្ញុំនឹងជ្រើសរើសកន្លែងstaff ID នេះដើម្បីបង្ហាញតម្លៃបន្តមកទៀតចុចសញ្ញាក្បៀសមួយហើយវាឲ្យយើងទៅ select ទៅលើ table array table array នេះមានន័យថាទៅជ្រើសរើសតារាងដែលយើងចង់បង្ហាញអញ្ចឹងយើងចូលមកកាន់ V8 មកបាទហើយ select បន្តទៀតយើងចុច F4 មួយកុំឲ្យវារត់ទិន្នន័យបន្តទៀតចុចក្បៀសមួយយើងចូលទៅកាន់ V9 យើងថាតើstudent name នេះតើវានៅក្នុង column ទីប្រមាណអញ្ចឹងយើងទៅមើល V8 យើងនៅ column ទីម៉ានយើងទៅមើលអញ្ចឹងstudent name នេះវានៅក្នុង column ទី2អញ្ចឹងបងប្អូនចុចលេខ2មកបាទបងប្អូនលុបទិន្នន័យនេះសិនបន្តទៀតសេលេខ2មកបន្តទៀតចុចក្បៀសមួយវាឲ្យយើងកំណត់ថា true or false អញ្ចឹងមានថាយើងអាចកំណត់យើងអាចជ្រើសរើស false មកបាទបន្តទៀតបិទមួយចុះមកយើងថើតម្លាក់ពណ៌អញ្ចឹងក្នុងនេះវា load NA ដោយសារយើងអត់បានជ្រើសរើសនៅកន្លែង staff ID នេះអញ្ចឹងបើសិនជាយើងជ្រើសរើស staff ID លេខ1វានឹង load ឲ្យថាលីសុខានេះគាត់មាន ID លេខ1អញ្ចឹងយើងទៅមើលជាក់ស្ដែងថាលីសុខាគាត់លេខ1មែនអត់បាទនេះគាត់មានឈ្មោះ star ID លេខ1នេះគឺគាត់ឈ្មោះលីសុខាអញ្ចឹងបើបងប្អូនចង់បង្ហាញភេទទៀតបងប្អូនគាត់ select មកបាទ select មកហើយទៅបើទៅបំពេញកន្លែងលេខនេះដាក់លេខ3វិញដាក់លេខ3ធ្វើតម្លាក់មកបាទខុសមូលហេតុដែលខុសយើងសាកល្បងអូបាទសន្ទុះដោយសារតែយើងអត់បានចុចកន្លែងនេះម្ដងទៀតយើងអត់បានចុច
ចុច C3 នេះ F4 កុំឲ្យវារត់ចុច F4 មួយអូខេតាមនេះយើងអូសវាម្ដងទៀតវានៅ load ចេះដោយសារវានៅចត់ដដែលអញ្ចឹងយើងដាក់ទៅលេខ3វិញអូខេអញ្ចឹងវានឹង load mail បាទថ្ងៃខែឆ្នាំកំណើតវានៅ load ដដែលយើងទៅកែទិន្នន័យដាក់លេខ4មកបាទលេខ4តាមទៀត head យើងទៅកំណត់លេខ5បាទតាមទៀត date of birth យើងទៅកំណត់លេខ6បាទហើយតាមទៀតទៅ cost យើងទៅកំណត់លេខ7បាទតាមទៀតអូសមកទៀតយើងទៅកំណត់លេខ8បាទបន្តទៀតទៅមុខទៀតយើងទៅកំណត់លេខ9តាមទៀតយើង select ទាំងអស់នេះយើងអូសចុះក្រោមនឹងចេញដដែលបាទសុំទោសអញ្ចឹងបើសិនបើបងប្អូន select លេខ2វានឹងបង្ហាញឈ្មោះលយសុខាយើងទៅមើល V8 យើងតែលយសុខាត្រូវអត់បាទត្រូវឃើញអញ្ចឹងនេះគឺជាការប្រើប្រាស់រូបមន្ត VLOOKUP នៅក្នុងកម្មវិធី Microsoft Excel ដែលខ្ញុំធ្វើការចែករំលែកទៅកាន់បងប្អូនអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូនេះហើយបើសិនបើគិតថាវីដេអូនេះមានប្រយោជន៍អាចចែករំលែកបន្តទៅកាន់បងប្អូនយើងបន្ថែមទៀតដើម្បីជាចំណេះដឹងបាទដើម្បីជាការចែករំលែកចំណេះដឹងល្អៗជាវិញ្ញាការចែករំលែកចំណេះដឹងដែលមិនល្អឬក៏ share រឿង set drama ដែលធ្វើឲ្យយើងកាន់តែ set កាន់តែបាក់ទឹកចិត្តណាបាទអរគុណចឹងបងប្អូនទាំងអស់គ្នា